រាប់ពាន់ឆ្នាំមកហើយសង្គ្រាមត្រូវបានសម្រេចដោយកម្លាំងទាហានចំនួនអាវុធនិងការប្រយុទ្ធផ្ទាល់ប៉ុន្តែសប្តាហ៍ថ្ងៃនេះសង្គ្រាមកំពុងផ្លាស់ប្ដូរទម្រង់របស់វាយើងកំពុងឈានដល់យុគសម័យថ្មីមួយដែលសមរភូមិលែងមានព្រំដែនច្បាស់លាស់អាវុធដែលខ្លាំងបំផុតលែងជាគ្រាប់បែកដែលមានទំហំធំទៀតហើយសមរភូមិមិនត្រឹមតែនៅលើដីលើមេឃឬលើសមុទ្រទៀតទេប៉ុន្តែវាគឺជាកូដកុំព្យូទ័របញ្ញាសិប្បនិម្មិតនិងគ្រឿងយន្តស្វ័យប្រវត្តិថ្ងៃនេះយើងនឹងជជែកគ្នាអំពីបច្ចេកវិទ្យាដែលកំពុងកំណត់និយមន័យថ្មីរបស់សង្គ្រាមនាពេលអនាគតបញ្ញាសិប្បនិម្មិត AI ខួរក្បាលនៃសង្គ្រាមបច្ចេកវិទ្យាទី1គឺ AI ក្នុងសង្គ្រាមសម័យមុនមេទ័ពត្រូវរងចាំរបាយការណ៍ពីសមរភូមិដែលជារឿយៗវាមានភាពយឺតយ៉ាវប៉ុន្តែ AI អាចវិភាគទិន្នន័យរាប់ពាន់លានក្នុងពេល1វិនាទីចាប់ពីរូបភាពផ្កាយរណបរហូតដល់សញ្ញាវិទ្យុ AI អាចវិភាគទិន្នន័យយ៉ាងឆាប់រហ័សព្យាករណ៍ចលនារបស់សត្រូវនិងជួយមេបញ្ជាការសម្រេចចិត្តក្នុងពេលត្រឹមតែ1វិនាទីអាវុធសម្រាប់មនុស្សស្វ័យប្រវត្តិ Lethal Autonomous Weapon វាគឺជាដ្រូនឬរ៉ូបូតដែលអាចកំណត់គោលដៅនិងសម្រេចចិត្តបាញ់ដោយខ្លួនឯងដោយមិនចាំបាច់មានមនុស្សបញ្ជាតើពិភពលោកនឹងទៅជាយ៉ាងណាបើម៉ាស៊ីនជាអ្នកសម្រេចចិត្តលើវាសនាជីវិតមនុស្សនេះគឺជាចំណុចដែលសិលធម៌និងបច្ចេកវិទ្យាកំពុងតែសាកល្បងសង្គ្រាមដ្រូននិងដ្រូនវង Drone Swarm យើងធ្លាប់តែឃើញដ្រូនធំៗដូចជា MQ-9 Raptor ប៉ុន្តែអនាគតគឺស្ថិតនៅលើ Drone Swarm ឬដ្រូនវងជំនួសឲ្យការប្រើប្រាស់យន្តហោះចម្បាំងតម្លៃរាប់ពាន់លានដុល្លារក្នុងមួយគ្រឿងគេប្រើដ្រូនតូចតម្លៃថោករាប់ពាន់គ្រឿងបើទោះបីជាសត្រូវបាញ់ទម្លាក់បានខ្លះក៏ដ្រូនដែលនៅសល់អាចចូលទៅកំទេចគោលដៅបានដែរវានឹងធ្វើឲ្យប្រព័ន្ធការពារដែនអាកាសទំនើបបច្ចុប្បន្នក្លាយទៅជាគ្មានប្រសិទ្ធភាពព្រោះវាមិនអាចបាញ់ទម្លាក់ឬទប់ទល់នឹងគោលដៅរាប់ពាន់ក្នុងពេលតែមួយបានឡើយសង្គ្រាមតាមប្រព័ន្ធអ៊ីនធឺណិត Cyber Warfare សង្គ្រាមមិនមែនកើតតែនៅលើដីទឹកនិងអាកាសនោះទេដែនទី4គឺ Cyber Space អាវុធដែលមើលមិនឃើញសត្រូវអាចកំទេចប្រទេសមួយបានដោយមិនចាំបាច់បាញ់គ្រាប់កាភ្លើងសូម្បីតែមួយគ្រាប់ការវាយប្រហារតាមអ៊ីនធឺណិតអាចបិទប្រព័ន្ធអគ្គិសនីទូទាំងប្រទេសបង្កកប្រព័ន្ធធនាគារឬលួចទិន្នន័យសម្ងាត់យោធាឧទាហរណ៍ការប្រើប្រាស់ព័ត៌មានคล้ายៗ Deepfake ដើម្បីបំបាក់ស្មារតីសាមគ្គីក្នុងសង្គមឬក៏ជាផ្នែកមួយនៃសង្គ្រាមសម័យថ្មីនេះដែរសង្គ្រាមអ៊ីនធឺណិតគឺជាសង្គ្រាមដែលមិនអាចមើលឃើញគ្មានឈាមប៉ុន្តែអាចបំផ្លាញប្រទេសមួយទាំងមូលបានអាវុធល្បឿនលឿនជាងសំឡេង Hypersonic Weapon មីស៊ីលល្បឿនលឿនជាងសំឡេង Hypersonic Missile ទាំងនេះគឺជាមីស៊ីលដែលអាចហោះលឿនជាងល្បឿនសំឡេងលើសពី5ដង Mach 5វាមិនត្រឹមតែលឿននោះទេប៉ុន្តែវាអាចបត់បែនក្នុងអាកាសបានមានន័យថាប្រព័ន្ធការពារមីស៊ីលដែលមានស្រាប់នៅលើផែនដីសពថ្ងៃទើបតែមិនអាចស្ទាក់ចាប់បានទាល់តែសោះអ្នកមានពេលត្រឹមតែប្រមាណនាទីប៉ុណ្ណោះក្នុងការឆ្លើយតបមុនពេលដែលវាធ្លាក់ដល់គោលដៅសង្គ្រាមអវកាសនិងសង្គ្រាមផ្កាយរណបគឺជាឆ្អឹងខ្នងនៃយោធាសម័យទំនើបពួកវាគ្រប់គ្រងការតាក់ទងការណែនាំគ្រាប់មីស៊ីលនិងការស៊ើបអង្កេតពីចម្ងាយនៅពេលអនាគតសង្គ្រាមមិនត្រឹមតែប្រយុទ្ធនៅលើដីនោះទេប៉ុន្តែវាអាចកើតឡើងនៅលើអវកាសប្រទេសណាដែលបាត់បង់ផ្កាយរណបអាចបាត់បង់ភ្នែកនិងត្រចៀករបស់ខ្លួននៅក្នុងសង្គ្រាមបច្ចេកវិទ្យាទាំងនេះធ្វើឲ្យសង្គ្រាមកាន់តែលឿនកាន់តែសុក្រិតនិងកាន់តែគ្រោះថ្នាក់ប៉ុន្តែវារំលឹកយើងផងដែរថាការប្រកួតប្រជែងអាវុធមិនចេះចប់មិនចេះហើយនេះអាចនាំទៅរកការបំផ្លិចបំផ្លាញពិភពលោកដែលមិនអាចស្ដារឡើងវិញបានបច្ចេកវិទ្យាគ្រាន់តែជាឧបករណ៍ចំណែកមនុស្សគឺជាអ្នកកំណត់ថាតើត្រូវប្រើវាដើម្បីការពារសន្តិភាពឬបំផ្លាញគ្នាតើអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះបច្ចេកវិទ្យាដែលគួរឲ្យខ្លាចជាងគេ